ខឹងមូសច្រើនពេកសម្រាប់មិនចេះអស់បែកគំនិតនាំគ្នាចាប់សត្វមូសធ្វើនំរហូតបានក្លាយទៅជាចំណីអាហារដ៏ពេញនិយមនៅក្នុងប្រទេសមួយនេះទៅវិញពិសេសវាបានល្បីល្បាញនៅជុំវិញពិភពលោកដែលបានទាក់ទាញភ្ញៀវទេសចរឲ្យចង់ទៅសាកញ៉ាំទៀតផងហើយនំមួយប្រភេទនោះត្រូវបានគេហៅថា burger សត្វមូសធ្លាប់តែញ៉ាំ burger សាច់មាន់សាច់គោនៅតាមបណ្ដាហាង brand មួយចំនួនតែឥឡូវនេះមកសាកញ៉ាំ burger សត្វមូសវិញម្ដងមើលរសជាតិយ៉ាងណាដែរជាទូទៅជារៀងរាល់ឆ្នាំនារដូវវស្សានៅបឹង Victoria គឺមានមូសច្រើនមែនទែនដែលអាចប្រឈមនឹងជំងឺគ្រុនឈាមគ្រុនចាញ់ជាដើមទៅដល់ប្រជាជននៅក្នុងតំបន់នោះក្រោយពីសម្លាប់យ៉ាងម៉េចក៏មិនចេះអស់ស្រាប់តែប្រជាជនមួយក្រុមនៅក្នុងតំបន់ប្រទេសអាហ្វ្រិកមួយនេះបែរជាបែកគំនិតដេញចាប់សត្វមូសទាំងអស់និងធ្វើជាម្ហូបនំទៅវិញក្រោយមកនំមួយប្រភេទនេះក៏ចាប់ផ្ដើមល្បីតគ្នាពិសេសនៅក្នុងរដូវវស្សាប្រជាជននាំគ្នាផ្អើលឈូឆរដណ្ដើមគ្នាដេញចាប់មូសរហូតមូសភ័យនាំគ្នារត់គេចពីមនុស្សរបៀបដែលពួកគាត់ចាប់សត្វមូសមិនមែនយកដៃទៅទះឬក៏យកប្រដាប់ឆក់មូសនោះទេគឺគេយកឆ្នាំងហើយដាក់ទឹកផ្សើមហើយក្រវីក្រវាត់ទៅមកហើយសន្សំប្រមូលល្មមមួយគ្រប់គូបញ្ជាក់ផងដែរថាសត្វមូសដែលគេត្រូវការដើម្បីធ្វើជានំគឺមានចំនួនច្រើនដែលចាប់ពី 100000 រហូតដល់ 50000 ក្បាលឯណោះស្មើទៅនឹង1ខាំឬក៏2ខាំនៃសាច់មូសដំណើរការបន្ទាប់គេច្របាច់ច្របល់បញ្ចូលគ្នាឲ្យចេញជារាងមូលដូចជានំ burger រួចយកទៅដាក់នៅក្នុងខ្ទះចាក់ខ្លាញ់ជានំនេះរហូតដល់ល្មមឆ្អិនបញ្ជាក់មិនមែនខ្លោចនោះទេគឺពណ៌របស់នំគេគឺបែបហ្នឹងថ្មីត្បិតតែមូសគួរឲ្យរអើមសម្រាប់មនុស្សតែបែរជាមានការអះអាងពីតំបន់នោះថា burger មូសគឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សទៅវិញដែលក្នុងមួយនំមានផ្ទុកប្រូតេអ៊ីនច្រើនជាង burger សាច់គោសាច់មាន់ដល់ទៅ7ដងឯណោះដោយសារតែមិនដែលបានសាកល្បងខ្ញុំក៏មិនអាចប្រាប់បងប្អូនអំពីរសជាតិនិងក្លិនរបស់វាយ៉ាងណាដែរតោះឥឡូវទៅមើលអំពីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរដែលបានទៅសាកល្បងទទួលទាន burger សត្វមូសគាត់បាននិយាយថាគាត់ពិតជាអត់ចូលចិត្តក្លិនរបស់នំនឹងទេដោយសារតែវាមានក្លិនចម្លែកពិបាកទ្រាំមែនតើប៉ុន្តែយ៉ាងណាក៏គាត់នៅតែខិតខំព្យាយាមញ៉ាំនំប្រភេទហ្នឹងដោយសារតែចង់ដឹងអំពីរសជាតិបន្ទាប់ពីដាក់មួយម៉ាត់ចូលទៅក្លិននិងរសជាតិបានជះពេញមាត់របស់គាត់តែម្ដងហើយធ្វើឲ្យគាត់ឆ្លក់ទៀតផងប៉ុន្តែសម្រាប់រសជាតិវិញឆ្ងាញ់មួយយ៉ាងដែរហើយមួយទៀតប្រសិនបើគេអត់បានប្រាប់គាត់ថាគេយកមូសយកមកធ្វើនំ burger ទេគឺគាត់ពិតជាអត់ដឹងនោះទេថាគេយកអ្វីយកមកធ្វើនំប្រភេទហ្នឹង